สมัยมวยนี้ยมจะไหนไปเรียนหลังใบไงตำรวจตะบันตูนึงมวยเนี่ยหลักคะแนนใหญ่เตอร์เนี่ยได้กอดจำตามด้านเมื่อวิโตวันยมคือดังไงขนมการทอดตุ้มมวยคือบบะคลั่งเหมือนแต่ในดอกคะแนนตัวแต่ยังโยจะตกได้จมูกวิคลั่งจีบใส่คือในดอกคะแนนสลังจมูกนังกางเงี้ยนังได้บัสันจีออสลังจมูกนังกางเงี้ยนังไฮเนี่ยดอกคะแนนเหมือนจมูกได้เซฟช่องจมูกนังกางเงี้ยแต่คือทัวกางเงี้ยนังอากาศได้เถอะกางแต่งกายแต่งจัดเตอร์เฟอร์มีหวังตบหายให้จะโปวิโตนั่งในดอกคะแนนโดยยมใหญ่ดาววิโตจังคือยมจะไหนไปหลังปีใบไงตำรวจตะหายที่มวยได้สัญญาสมินเป้ตีปีได้ซาตาบิบบะทเวอร์ในดอกนี้รวมจมูกยมคันทเวอร์ตูอย่าไปแผ่ป่วยแค่เตียนในดอกนี้อ้อยคือทาคือชกงคลังเหม็นเต้นคันทเวอร์ยูจับมาทเวอร์วัวเนี่ยหลังชกงมองหายจมปูเนี่ยได้ก็จำจมูกหนึ่งตูบ่ยมจะเปะตูทับเฟนเฉินคันนี้คลังเหม็นเต้นน่ะเราเนื่องไงเนื่องคือยมมาทเวอร์จูนั่นจังจมปูบงโอนาได้ดังทายมเราจะเปะตัวเนี่ยคันนี้ไอ้คำมันเราขังของวิตโอนั่งเต้จำยมพญาจูนไงนั่งคอมเพลตแหละเลยจูซับตีตังพองหายเจสไรคลังเหมือนเต้นให้มาเตี้ยจะปูมองได้ก็กระมองตู้ปียมก่อนยมสมัยเจสไรได้มองต่อคันนี้โดยซาตาละโบและโซมินเปลหันจังให้ก่อเฉลี่ยมันติดตัวเต้นจังสังคมไทยเนี่ยคันนี้โยนปียมไม่จะปูมองได้ก็จ้องกระมองตู้ปียมว่ามันท่าตู้đã khừngสำอางหรือก็ตู้đãจะเพิ่มเต้นคันนี้เธอชนะเปลมังไงตัวปีไงตึกบานนะโดยซาตาเหยาะมีสต็อกเตจะปุยหวานตัวแต่มนกระมองเติบยมกันจังให้คือชนะไปยูคลังเหมือนเต้นเจสไนក្នុងវីដេអូហ្នឹងគឺខ្ញុំកាត់ឲ្យអ្នកគ្នាមើលឡើងជាង11នាទីប៉ុន្តែជាក់ស្ដែងដូចខ្ញុំនិយាយចឹងឡើង3 4ថ្ងៃទៅរត់បានទូនឹងមួយយកហើយទូនឹងក៏អត់តន់រួយរាល់ដែរខ្ញុំបិទតែកន្លែងណាដែលចាំបាច់ឯកន្លែងណាដែលអត់ចាំបាច់គឺខ្ញុំអត់តន់បិទទេអញ្ចឹងមានន័យថាទូអត់តន់ឲ្យ100%ទេប៉ុន្តែខ្ញុំបញ្ញាប់ផុសឲ្យអ្នកគ្នាមើលក៏ស៊ូយកហ្មងទៅវីដេអូមុនរៀបចំបន្ទប់ឥឡូវហ្នឹងគឺមកកាត់ទូទៀតហើយចំពោះអ្នកដែលក៏ស្រឡាញ់ក្នុងការហៀបចំក៏ដូចជាអ្នកស្រឡាញ់ទូសំអាងកន្លែងគេហ្នឹងអ្នកគ្នាឲ្យឃើញហើយគឺក្តីសុខខ្លាំងមែនតែនហ្មងបើចំពោះខ្ញុំបើថាចង់ធ្វើអីមួយហាត់បានដូចចិត្តគឺខ្ញុំនៅអត់សុខទេអញ្ចឹងគឺថាតរធ្វើឲ្យអ្នកគ្នាហ្មងសូម្បីតែយប់មិញអ្នកគ្នាឆ្លងឆ្នាំហើយបើតែខ្ញុំអត់ចាប់អារម្មណ៍ជាមួយនឹងថ្ងៃឆ្លងឆ្នាំអីគឺធ្វើតួឲ្យអ្នកគ្នាធម្មតាហ្មងគ្រាន់តែអត់បានចេញវីដេអូប្រហែលយប់មិញហ៎និយាយទៅថ្ងៃហ្នឹងថ្ងៃទី1ខែ1ឆ្នាំ2026ហេងបានទូធំទូថ្មីដាក់នៅក្នុងបន្ទប់ទៀតតែខ្ញុំឯអ្នកគ្នាមនុស្ស99%មិនថាមកពីធ្វើការឬក៏មកពីរៀនទេហត់ថតមកដល់ឃើញជាមួយនឹងបន្ទប់កេងស្អាតឃើញជាមួយនឹងការរៀបចំបន្ទប់ស្អាតដូចជាមានទូសំអាងស្អាតបែបនៅក្នុងបន្ទប់គឺថាក្តីសុខខ្លាំងមែនតែនការហត់នឿយតាមប្រហែលម៉ានណាគឺវារស័តទៅតាមខ្យល់អស់ហើយនិយាយមែនណាបើសិនអ្នកគ្នាអត់តន់ជាមួយនឹងការរៀបចំបន្ទប់ឬក៏បន្ទប់អ្នកគ្នាស្មុគស្មាញអីមើលទៅអត់សូវចូលផងអត់សូវមានអារម្មណ៍ល្អអីណាអ្នកគ្នាធ្វើតាមខ្ញុំទៅគឺថាអារម្មណ៍ដែលយើងហត់នឿយអារម្មណ៍ដែលយើងបានធ្វើការទាំងមួយថ្ងៃហ្នឹងគឺវារស័តតាមនឹងអស់ហើយខនតែឃើញបន្ទប់ហ្នឹងបើចំពោះខ្ញុំបើចំពោះអ្នកមួយចំនួនទៀតក៏អត់ចូលចិត្តក្នុងការរៀបចំបន្ទប់ទេតែបើសិនអ្នកគ្នាគិតថាការរៀបចំបន្ទប់វាអាចធ្វើឲ្យយើងលើកហុងស៊ុយដែរអ្នកគ្នាឃើញបន្ទប់ស្អាតការរស់នៅរបស់យើងក៏មានផាសុខភាពល្អដែរហើយចំពោះការរៀបចំបន្ទប់របស់ខ្ញុំអ្នកគ្នាតិចច្រឡំថាបន្ទប់ផ្ទាល់ខ្លួនអត់ទេណាគ្រាន់តែជាបន្ទប់ជួលទេប៉ុន្តែកន្លែងណាក៏ដោយបើខ្ញុំស្រឡាញ់បើខ្ញុំពេញចិត្តគឺខ្ញុំធ្វើតតែអស់ពីចិត្តពីកាយហ្មងនិយាយទៅស្រឡាញ់ការរស់នៅស្អាតចឹងហើយទៅចូលចិត្តក្នុងការរៀបចំខ្លាំងមែនតែនចឹងហើយអ្នកគ្នាស្រឡាញ់អីធ្វើនឹងទៅធ្វើអ្វីដែលយើងស្រឡាញ់ធ្វើអ្វីដែលយើងមានក្តីសុខទៅកុំឲ្យឆាប់ចាស់ដូចខ្ញុំចឹងផ្លឹកអ្នកគ្នាឡើងមួយឆ្នាំទៀតហើយឥឡូវហ្នឹងកាន់តែចាស់ទៅឡើងអត់ដឹងខ្លួនហើយអត់តមានអីច្បាស់លាស់ទេអញ្ចឹងហើយមានតែព្យាយាមធ្វើអ្វីដែលយើងពេញចិត្តអ្វីដែលយើងស្រឡាញ់ធ្វើការងារដែលយើងកំពុងតែធ្វើនឹងឲ្យអស់ពីចិត្តពីកាយដើម្បីឲ្យលទ្ធផលការងារដែលយើងកំពុងតែធ្វើនឹងវាបានល្អបងអូននៅរៀនខ្ញុំលើកទឹកចិត្តមួយអ្នកនរគ្នាត្រូវតែមានជាដាច់ខាតចំពោះទូមិនថាទូបែបណាទូធ្នើទូឈើអីទេត្រូវតែមាននៅក្នុងបន្ទប់រៀនចំពោះអ្នកដែលគាត់អត់មានធ្នើអ្នកគ្នាដឹងហើយសភៅដាក់បែបណាគឺកគ្នាយកហ្មងអញ្ចឹងការរៀនសូត្រគឺសំខាន់ខ្លាំងមែនតើបើសិនអ្នកគ្នាចេះរៀបចំកន្លែងគេងមានទូមានធ្នើអីដាក់ជាមួយនឹងសភៅយើងបានស្អាតណាអ្នកគ្នាខំតែចូលក្នុងបន្ទប់ភ្លាមគឺមានអារម្មណ៍ចង់រៀនហ្មងតែបើសិនជាអ្នកគ្នាក៏ថាអីមួយថ្ងៃទៅមួយថ្ងៃទៀតបន្ទប់រៀនយើងអត់ស្អាតចូលទៅឃើញស្មុគស្មាញហ្នឹងអារម្មណ៍ដែលយើងចង់រៀនណាចិត្តដែលយើងប៉ងថាចង់រៀនហ្នឹងគឺថាលែងចង់ហើយការរៀនសូត្ររបស់យើងក៏វាទៅតាមនឹងដែរបើសិនអ្នកគ្នាអត់ទាន់អនុវត្តទេអ្នកគ្នាអាចធ្វើតាមខ្ញុំបានជាក់ស្ដែង
ការពីខ្ញុំនៅរៀនក៏ដូចគ្នាដែរខ្ញុំជឿចិត្តក្នុងការរៀបចំបន្ទប់ខ្លាំងមែនតើអញ្ចឹងពេលដែលខ្ញុំចូលមកខ្ញុំចេញមកពីសាលារៀនហើយចូលដល់ក្នុងផ្ទះភ្លាមឃើញបន្ទប់គេងរបស់ខ្ញុំស្អាតឃើញបន្ទប់រៀនរបស់ខ្ញុំស្អាតគឺមានអារម្មណ៍ចង់រៀនហ្មងនិយាយទៅមានអារម្មណ៍គួរឲ្យយើងចង់មើលសភៅចង់គេងមកបន្ទប់យើងរៀនហ្មងហើយបើសិនជាបន្ទប់ចូលមកស្មុគស្មាញខំមកដល់ភ្លាមហ្នឹងអារម្មណ៍ដែលយើងចង់រៀនហ្នឹងគឺរសាយតាមនឹងអស់ហើយអ្នកគ្នាលែងចង់រៀនបដ ហើយបើសិនអ្នកគ្នានៅរៀនណាកុំភ្លេចធ្វើដូចខ្ញុំនិយាយឥឡូវហ្នឹងឃើញហើយពេលដែលរៀនចប់ហ្នឹងអត់មានសភៅដាក់តាំងដោយអ្នកគ្នាមើលទេហើយបើសិនអ្នកគ្នានៅរៀនមានជាមួយនឹងការតាំងសភៅតាំងអីទៀតដេកតិចតួចទៀតនៅលើកន្លែងយើងរៀនណាគឺស្អាតខ្លាំងមែនតើឥឡូវខ្ញុំសូមនិយាយតែប៉ុណ្្នឹងបានហើយកុំវិញឆ្ងាយច្រើនពេកងាកមកមើលការធ្វើទូរបស់ខ្ញុំវិញតាអញ្ចឹងចំពោះ toner នេះគឺខ្ញុំធ្វើសម្រាប់ដាក់គ្រឿង make up ក៏ដូចជាសម្រាប់ដាក់កញ្ចក់ដាក់តាំងឲ្យអ្នកគ្នាមើលបែបហ្នឹងណាហើយចំពោះការដាក់កញ្ចក់ហ្នឹងចំពោះ toner ខាងលើហ្នឹងគឺយើងត្រូវកាត់វា3ជាន់ណាអ្នកគ្នាជាន់ទី1យើងត្រូវកាត់ជាមួយនឹងប៉ិនជាមួយនឹងសុំកញ្ចក់ដែលយើងកំពុងតែកាន់ហ្នឹងហើយទី2គឺយើងកាត់អត់តូចជាងនឹងបន្តិចដើម្បីយើងដាក់ពីលើវាទៅកុំឲ្យកញ្ចក់យើងធ្លាក់និយាយទៅយើងដូចជួយទប់កញ្ចក់យើងអញ្ចឹងអ្នកនរគ្នាធ្វើតាមខ្ញុំបែបហ្នឹងទៅជាប់ហើយចំពោះវីដេអូអីអត់សូវច្បាស់អីអ្នកនរគ្នាអាចមើលវាម្ដងហើយម្ដងទៀតទៅហើយខ្ញុំក៏អធិស្ឋានដល់បងដែលគាត់ឆាតមកសួរតើតងជាមួយការធ្វើការអីចឹងអ្នកនរគ្នាខ្ញុំបង្ហាញក្នុងវីដេអូអស់ហើយអញ្ចឹងខ្ញុំអត់សូវមានពេលទេបងឯងអាចចូលមើលនៅក្នុងវីដេអូបានខ្ញុំអធិស្ឋានចំពោះបងដែលគាត់សួរហើយខ្ញុំអត់សូវបានឆ្លើយគាត់ចឹងណាអ្នកគ្នាចំពោះវីដេអូមួយខ្ញុំបញ្ជាក់ច្បាស់អញ្ចឹងចំពោះកន្លែងដាក់កញ្ចក់ហ្នឹងត្រូវកាត់វា3ជាន់ដើម្បីឲ្យកញ្ចក់យើងហ្នឹងកាន់តែរឹងមាំកុំឲ្យជ្រុះកុំឲ្យបែកចាហើយចំពោះការបិទរូបក៏បង្ហាញអ្នកគ្នាមើលដែរនិយាយទៅក្នុងវីដេអូហ្នឹងគឺថាបង្ហាញតលតែទាំងអស់ហ្មងថារបៀបកាត់កតុងរបៀបរៀបបិទស្គុតអីទេគឺថាមានមួយសេតអញ្ចឹងសង្ឃឹមថាអ្នកគ្នាជួយ share ជួយ like វីដេអូខ្ញុំមួយផងដើម្បីលើកទឹកចិត្តដល់ខ្ញុំអ្នកគ្នាចំពោះវីដេអូហ្នឹងធ្វើយូរខ្លាំងមែនតើតាមថៃមួយពីដំបូងខ្ញុំគិតថាខ្ញុំធ្វើកាត់ទេតែចំពោះបងដែលគាត់ចង់មើលរបៀបបិទស្គុតរបៀបអីអញ្ចឹងខ្ញុំក៏បង្ហាញហ្មងទៅហើយមួយទៀតចំពោះបិទស្គុតហ្នឹងចំពោះបងដែលគាត់អត់ចេះដែលគាត់អត់ស្ទាត់ទេគឺថាបិទអត់កើតទេស្គុតហ្នឹងពិបាកខ្លាំងមែនតែទី1គឺវាស្ដាងទី2គឺស្គុតបែបចេញថ្មីបែបហ្នឹងគឺវាជាប់ខ្លាំងបើសិនអ្នកគ្នាឈុលដៃតែតិចតួចហ្នឹងគឺលែងស្អាតហើយចំពោះខ្ញុំគឺខ្ញុំអត់កាត់ទេអ្នកគ្នាបិទជុំវិញហ្នឹងគឺខ្ញុំពាត់វាយកបែបហ្នឹងហ្មងនេះដោយសារតែខ្ញុំរៀងស្នឹកដែរដោយសារចំពោះការធ្វើទូហ្នឹងគឺខ្ញុំធ្វើវាឡើងពី3ឆ្នាំអញ្ចឹងចំពោះការបិទរូបហ្នឹងគឺវាអត់សូវពិបាកសម្រាប់ខ្ញុំទេបើចំពោះបងថ្មីអីហ្នឹងអាចនឹងពិបាកហើយបើសិនអ្នកគ្នាពិបាកទេបើចាំធ្វើដោយវីដេអូខ្ញុំទេអ្នកគ្នាអាចកាត់វាមួយកណាត់បិទតាមហ្នឹងទៅកុំឲ្យវាពិបាកបិទចំពោះខ្ញុំរះយកចិត្តបែបហ្នឹងហ្មងដើម្បីឲ្យវាលឿនហើយណាមួយទៅខ្ជិលកាត់ពីបេតុងយូរហើយចំពោះធ្នើទាំងមូលហ្នឹងគឺខ្ញុំបិទតែកន្លែងណាដែលសំខាន់នេះដោយខាងក្នុងអីហ្នឹងខ្ញុំអត់បិទទេដោយសារតែទី1វាខ្វះกระดาษទី2គឺខ្ញុំបញ្ញាប់ថតឲ្យនៅតែអ្នកគ្នាមើលអញ្ចឹងហើយអញ្ចឹងខ្ញុំកាត់ហ្មងទៅហើយចំពោះការបិទជាមួយនឹង sticker ហ្នឹងដើម្បីបានស្អាតគឺយើងត្រូវតែមានពងឬក៏ត្រូវពាក់សមដៃអីពេលដែលយើងបិទហើយអ្នកគ្នាអាចរੂអាចកោសវាតាមហ្នឹងទៅឲ្យស្មើហើយកុំទាញខ្លាំងពេកបើសិនជាទាញខ្លាំងពេកក៏វាអាចធ្វើឲ្យដាច់ដែរបើសិនជាដាច់តរតែអត់ស្អាតទៀតហើយបើសិនជាកាត់អ្នកគ្នាត្រូវកាត់ខាងខុសមកខាងត្រូវខាងខុសហ្នឹងគេមានជាមួយនឹងខ្សែម៉ែត្រនៅកាឡាហ្នឹងឲ្យយើងមើលអញ្ចឹងយើងកាត់ទៅវាស្មើស្អាតតែចំពោះការបិទបែបហ្នឹងគឺងាយស្រួលខ្លាំងមែនតើនិយាយទៅធ្វើមិនឲ្យតែសល់กระดาษនៅខាងមុខហ្នឹងណាពេលដែលយើងសល់ហើយយើងគ្រាន់តែត្រឡប់វាចូលក្នុងរូវាទៅហើយបិទទៅចំពោះការបិទខាងមុខវិញអត់មានជំរើសទេអ្នកគ្នាត្រូវតែកាត់វាបើសិនអូវាទាំងវែងអាចនឹងអត់ស្មើនឹងកម្មទី1ទី2អញ្ចឹងទៅត្រូវតែអ្នកគ្នាពិបាកតកណាត់ឯញញ៉ៃអញ្ចឹងធ្វើតាមខ្ញុំទៅគឺកន្លែងហ្នឹងយើងត្រូវតែកាត់វាប៉ុនហ្នឹងហើយយកវាមកបិទលើនឹងហើយរុះវាទៅស្អាតយកឲ្យអត់មានអីពិបាកហ្មងទេបើសិនអ្នកគ្នាស្រឡាញ់ហ្នឹងណាហើយបើសិនអ្នកគ្នាអត់ចង់ធ្វើវែងឆ្ងាយឬខ្ជិលឲ្យទេអ្នកគ្នាអាចកំងពីខ្ញុំទៅអ្នកលក់នេះលក់ឡើងពី3ឆ្នាំហើយរងចាំតែអ្នកទិញទេហើយក៏អធិស្ឋានដល់បងដែលគាត់ឆាតមកពីមុនអីអត់សូវបានតបដោយសារផ្អាកធ្វើមួយរយៈឲ្យទូហ្នឹងអញ្ចឹងហើយក៏មកឆ្លៀតធ្វើទៀតហ្មងទៅអ្នកគ្នាឲ្យជួយ support ខ្ញុំផងឥឡូវដល់ពេលត្រូវបិទកញ្ចក់ឲ្យអ្នកគ្នាកញ្ចក់យើងត្រូវរៀបបែបហ្នឹងរៀបតាមលំដាប់ឲ្យកតុងដែលយើងកាត់មុនហ្នឹងហើយខាងលើគេដែលខ្ញុំបិទក្រោយហ្នឹងអាហ្នឹងរៀងតូចជាងកញ្ចក់យើងពេលដែលបិទទៅគឺត្រជាមួយនឹងកញ្ចក់កុំឲ្យឈូសហើយជាប់ណែនល្អទៀតក្រោយពេលយើងបិទហើយយើងត្រូវតែកោត្រូវតែរុះវាឲ្យស្អាតបែបហ្នឹងហើយចាំយើងផ្លុំទៅនិយាយទៅអ្នកលក់នេះគេថាមានមួយសេតហ្មងទូហ្នឹងពីដបោណាអ្នកគ្នាដឹងមកទេខ្ញុំថាដាក់ពណ៌កាឈូកតាមគាត់ថាបើសិនជាផ្កាឈូកទៀតចាំកាឈូកទៀតអាចនឹងវាអត់សូវស៊ីគ្នាអញ្ចឹងហើយក៏ដូចចាំមកដាក់ពណ៌ស្វាយវិញហ្មងទៅហើយឲ្យវាលិចជាមួយនឹងចាំងយើងផង
បើសិនដាក់ពណ៌កាឈុងអ្នកអរគ្នាច្បាស់ជាមើលទៅនៅញ៉ាត់ឃើញហើយចំពោះម៉ូតហ្នឹងខ្ញុំគិតថាវារៀងវាល្អពេលហើយខ្ញុំក៏បន្ថែមជាមួយនឹងទ្វារសម្រាប់បិទបើកទៀតហ្មងទៅបងប្អូនអ្នកគ្នាអត់ចង់ធ្វើក៏បានដែរចំពោះខ្ញុំក្នុងវីដេអូនេះខ្ញុំធ្វើហើយទី1យក style ទី2ឲ្យឃើញស្អាតផងកុំឲ្យវាវាលពេកហើយខាងក្នុងហ្នឹងអាចដាក់សម្ភារៈអីក៏បានដែរហើយដាក់ខោអាវក៏បានដែរអ្នកគ្នាបានដូចគ្នាបត់ដាក់ទៅគឺស្អាតយកហ្មងចំពោះទូនិយាយទៅទូខ្ញុំធ្វើច្រើនម៉ូតខ្លាំងមែនតើបងប្អូនគ្នាចង់មើលក្នុង page ឬក្នុង TikTok អីទៅឈ្មោះអូនសុភាហ្នឹងណាហើយចំពោះការបិទឥឡូវបិទហើយទៀតហើយក៏មកបន្ថែមជាមួយនឹងអាធ្នើរយើងទាញជីងចូលឡើងពីរទៀតដើម្បីឲ្យឃើញស្អាតហើយមួយទៀតសម្រាប់ដាក់សម្ភារៈអីទូយដែលយើងអាចបញ្ឈរវាតែឯងបានណាដាក់នៅកន្លែងហ្នឹងគឺស្អាតខ្លាំងមែនតើឥឡូវទូបើយើងចិត្តហើយអ្នកនរគ្នាមើលទៅគឺស្អាតហើយចំពោះផ្កាដែលខ្ញុំយកមកតាំងនៅកញ្ចក់ហ្នឹងខ្ញុំក៏មានលក់ដែរបងប្អូនគ្នាបើសិនជាចង់ទិញទូឬក៏ចង់បានសម្ភារៈដែលតុបតែងបន្ទប់អីហ្នឹងគឺខ្ញុំមានមួយសេតទៅមួយគ្នាហ្មងបងប្អូនគ្នាចង់បានអីអាចកំងខ្ញុំទៅយើងកំងម្ដងបានទៅទាំងប្រូហ្មងកុំឲ្យចុះសេវាច្រើនអញ្ចឹងណាហើយចំពោះផ្កាយចំពោះភ្លើងដែលខ្ញុំតុបតែងនៅលើទូហ្នឹងសិតតែខ្ញុំមានលក់មានអ្នកគាត់កក់ខ្ញុំ2 3អ្នកគ្នាគ្រាន់តែអត់ទាន់បានដាក់អញ្ចឹងអធិស្ឋានដល់បងប្អូនគ្នាខ្លាំងមែនទែនហើយចំពោះកពូហ្នឹងណាខ្ញុំមានតែ6ទេទាំងអស់តែគ្រាន់តែកពូខ្លាញ់អត់ទាន់បាន DIY បាន DIY តែមួយអញ្ចឹងណាហើយផ្កាយហ្នឹងបានឲ្យមានតែ3ឯអ្នកគ្នាឥឡូវគេកំង1ណាសល់តែ2អញ្ចឹងមកតគ្នាចង់បានអីអាចតតងខ្ញុំបានណាមិនថាកបោមិនថាអីទេគេថាមានម៉ាស៊ីនហ្មងនិយាយទៅចំពោះក្នុងវីដេអូហ្នឹងគឺខ្ញុំមានលក់មកចំអញ្ចឹងមកតគ្នាចង់បានមកតគ្នាអាចកំងបានហើយខ្ញុំក៏អរគុណនឹងបងខ្លាំងមែនទេសម្រាប់ការគាំទ្រចំពោះការតាមដានវីដេអូរបស់ខ្ញុំអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយក៏ផ្លេចជួយ share វីដេអូនឹងម្នាក់មួយផងណាខ្ញុំនឹងមានទូឲ្យ top fan ចំនួន3នាក់